សូមចូលរួមអបអរទិវាសុខភាពមាត់ពិភពលោកថ្ងៃទី20ខែមីនាឆ្នាំ2025ពីមន្ទីរពហុព្យាបាលលីស្រីវីណាក្នុងឱកាសនេះយើងសូមដកស្រង់មកផ្សាយនៅប្រសាសន៍របស់អគ្គនាយកអង្គការសុខភាពពិភពលោកគឺលោកបណ្ឌិត Tedros Adhanom Ghebreyesus ដែលមានការបកប្រែជាភាសាខ្មែរដូចតទៅ Good oral health is សុខភាព essential មាត់ល្អមានសារៈសំខាន់ក្នុងសកម្មភាពទ្រទ្រង់ជីវិតជាច្រើនដូចជាការបរិភោគការដកដង្ហើមនិងការនិយាយប៉ុន្តែនៅលើពិភពលោកយើងនេះការព្យាបាលជំងឺមាត់ធ្មេញមានឧបសគ្គជាច្រើនការពុកធ្មេញជំងឺអញ្ចាញធ្មេញបាត់បង់ធ្មេញនិងជំងឺមហារីកមាត់បានកើតឡើងជាញឹកញាប់ក្នុងចំណោមជំងឺមិនឆ្លងទូទាំងពិភពលោកជារួមវាប៉ះពាល់ស្ទើរតែពាក់កណ្ដាលនៃប្រជាជននៅលើពិភពលោកដំណឹងល្អគឺជំងឺមាត់ទាំងអស់នេះអាចបង្ការនិងព្យាបាលបានដោយវិធីដែលមិនចាំបាច់ចំណាយច្រើននិងមានប្រសិទ្ធភាព I thank you ដើម្បីចូលរួមទិវាសុខភាពមាត់ពិភពលោកមន្ទីរពហុព្យាបាលលីស្រីវីណានឹងផ្ដល់ជូននូវសេវាពិនិត្យក្នុងមាត់ដោយភ្នែកទទេដោយយកចិត្តទុកដាក់លើបបូរមាត់អញ្ចាញអណ្ដាតបំពង់កថ្ពាល់ដើម្បីរករកភាពមិនប្រក្រតីការពិនិត្យនេះធ្វើឡើងដោយមិនគិតថ្លៃចាប់ពីថ្ងៃទី20ខែមីនាដល់ថ្ងៃទី20ខែមេសាឆ្នាំ2025យើងខ្ញុំនឹងផ្ដោតទៅលើការរករកជំងឺ 1. មហារីកក្នុងមាត់ 2. ផ្សិតក្នុងមាត់ 3. ការឈាមអញ្ចាញធ្មេញ 4. ដំបៅមាត់និងអណ្ដាត 5. រលាកបំពង់ករ៉ាំរ៉ៃគ្រោះក្នុងសាច់បំពង់ក 6. ជំងឺក្លិនមាត់បើរកឃើញក្នុងដំណាក់កាលដំបូងលោកអ្នកអាចសម្រេចទទួលការព្យាបាលបានលឿននិងមានប្រសិទ្ធភាពខ្ពស់ជាងសម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងមក070 990 988ឬ099 990 988ឬ071 8 990 988ឬលោកអ្នកអាចឆាតមក Telegram 085 990 988ឬ070 990 988ឬ099 990 988ក្រុមការងារនៃមន្ទីរពហុព្យាបាលលីស្រីវីណានឹងរងចាំឆ្លើយតបរាល់ចម្ងល់របស់លោកអ្នកពេញមួយឆ្នាំសូមអរគុណ